បន្ទាប់ពីស្រែស្រូវត្រូវបានប្រមូលផលរួចស្ទើរតែអស់អាចថានៅសល់ខ្វះចន្លោះចំពោះតែអ្នកណាដែលមានដីប្រាំងរៀបទំនាបជាងគេក៏អាចថាជាកម្មផងដែរដែលត្រូវនៅដក់ទឹកសើមជ្រាយមិនងាយនឹងធ្វើការច្រូតកាត់ឡើយពីដើមមកប្រជាជននៅក្នុងភូមិជាពិសេសគឺអាក្មេងៗតែងតាមដានពិនិត្យមើលយ៉ាងយកចិត្តទុកដាក់ក្នុងអំឡុងពេលវាទៅខ្វៀលគោក្របីរំពៃឲ្យតែដល់ថ្ងៃម្ចាស់គេច្រូតកាត់ក៏តាំងរូតរះទៅធ្វើជាជួញមួយជើងមួយដៃដែលការពិតភ្នែកស្រមៃប្រាថ្នាត្រីដែលជាប់រៀងក្នុងអន្លង់ធ្លុកស្រែគេនោះសោះនិយាយទៅមិនថាតែក្មេងទេបើទោះជាមនុស្សធំក៏ទប់ចិត្តមិនរួចដែរបើក្រឡេកទៅឃើញសុទ្ធតែក្បាលត្រីឡើងហូរហែខ្ញុំក៏ទប់ចិត្តមិនរួចដែរគឺច្បាស់ជាលោតទៅប្រឡូកចាប់នឹងគេដែរហើយរសជាតិត្រីស្រែក្នុងខែក្តៅរីងហួតប្រមូលផ្ដុំពុំចាំបាច់ទៅប្រាថ្នាពួកអាមានមៀតធំត្រឹមតែកូនកកំភ្លៀងក្រាញ់កញ្ចុះខ្ចៅលៀសក្រុមក៏អាចផ្ដល់ឲ្យជារសយ៉ាងឆ្ងាញ់ពេកពុនជាមួយនឹងបាយកកក្តៅៗក្នុងចង្ក្រានបានយ៉ាងស្កប់ស្កល់ផុតតែពីខែនេះទៅដីក៏នឹងត្រូវបានទុកចោលទំនេររហូតឆ្នាំថ្មីបន្ទាប់ទើបត្រឡប់មកភ្ជួររាស់វាឡើងវិញហើយមនុស្សម្នាក៏បានឡើងមកធ្វើការអ្វីផ្សេងដែលអាចរកប្រាក់ចំណេញជាពិសេសគឺការលក់ដូរទំនិញតាមតូបចាប់ហួយក្នុងផ្ទះទៀមតូចៗឯក្នុងភូមិក្រឡេកភ្នែកមើលទៅក្នុងភូមិមួយជុំតាំងតែពីដើមមកគ្មានឃើញផ្ទះអ្នកណាធំភាគច្រើនគេសាងសង់តែប្រភេទផ្ទះទៀមរៀបផ្ទាល់នឹងដីបើទោះជាត្រូវរៀបការកូនប្រុសស្រីក៏ឃើញតែសុខគ្មានយល់ទាស់ខុសអ្វីដោយប្រការណាទេក៏អាចនៅមានផ្ទះខ្លះដែលគេសង់រាងខ្ពស់ដោយសារជើងសសរផងដែរនេះក៏ព្រោះតែដោយសារអាចនឹងមានអាជីវកម្មអ្វីផ្សេងស្ថិតនៅខាងក្រោមនិយាយឲ្យចំតែម្ដងគឺផ្ទះខ្ញុំដែលមានកូនម៉ាស៊ីនកិនស្រូវតូចល្មមមួយដែលបានបន្សល់ទុកមកតាំងពីជំនាន់តាទូតមកម្ល៉េះអ្នកស្រុកគេចូលចិត្តហៅខ្ញុំកូនថៅកែអង្គរប៉ុន្តែតតែបានពេលដើរចូលមកដល់ទើបដឹងថារកតែបាយស៊ីក៏មិនចង់បានហើយបើនិយាយរំពឹងទៅដល់ផលលាភដែលអ្នកស្រុកយកស្រូវមកកិនគួរនឹងចំណេញប៉ុន្មានយ៉ាងច្រើនអាចបានសល់តែកន្ទុកអង្កាមទុកគ្រាន់លីទឹកឬបាយឲ្យជ្រូកស៊ីតែប៉ុណ្ណឹងក្រៅអំពីការរៀនសូត្រមួយថ្ងៃរបស់ខ្ញុំរវល់តែពីអារឿងស្រូវអង្គរស្រូវនឹងឯងតាមកូនរទេះអូសពីមួយកន្លែងទៅមួយកន្លែងនិយាយពីថាពិបាកហួសថ្លែងគ្មានពេលបានដើរលេងដោយកូនគេផ្សេងឡើយដោយឃើញខ្ញុំលំបាកពេកនឹងហើយម៉ែពុកក៏បានព្រមទទួលជួលក្មេងម្នាក់ទៀតដែលមានវ័យស្របាលនឹងខ្ញុំឲ្យមកធ្វើការជាមួយព្រោះម៉ែពុករបស់វាក៏លំបាកនឹងបានមកសុំច្រើនដងហើយទើបគាត់ព្រមឲ្យវាបានមកជួយអូសរទេះដឹកបាវស្រូវអង្គរព្រមជាមួយនឹងខ្ញុំរាល់ពេលសម្រាករៀនអាហ៊ីងវាមានផ្ទះរំលងតែប៉ុន្មានក្បាលដីដោយរាប់ពីម្ដុំផ្ទះខ្ញុំនេះទៅដែលហេតុនេះហើយទើបពួកយើងឧស្សាហ៍ណាត់គ្នាដើរលេងតតែយប់ទើបចូលផ្ទះព្រោះមិនពិបាកជូនគ្នាត្រឡប់ទៅវិញនៅពេលងងឹតជៀសវាងអំពីអារឿងខ្មោចលងនោះថ្ងៃសៅរ៍អាទិត្យទំនេរមិនសូវមានអ្នកស្រុកយកស្រូវមកកិនខ្ញុំនិងវាក៏បានឱកាសតែនាំគ្នាទៅលេងមាត់ព្រែកម្ដុំជាប់ចំហៀងផ្ទះយាយ៉ាដែលស្ថិតនៅឆ្ងាយពីទីនេះប្រមាណជា500ម៉ែត្រដោយហេតុថានៅទីនោះសប្បាយនិងសម្បូរដើមដូងដែលតែងតែផ្ដល់ម្លប់យ៉ាងត្រជាក់សម្រាប់ការរត់លេងឬក៏ដើរបាញ់ចាបតាំងពីព្រលឹមទល់ដល់ព្រលប់ហើយបើទោះជារហូតទៅដល់យប់ក៏មិនដាច់មិនដែរគឺនៅតែឃើញមានបន្តជាហូរហែក៏ព្រោះតែវាជាផ្លូវរួមដែលអ្នកស្រុកប្រើដើម្បីចេញចូលទៅស្រែប្រាំងវស្សាឬក៏ដើម្បីដឹកផលដំណាំផ្សេងៗមកពីចម្ការដើមដូងធំខ្ពស់ដុះពុតពេនតាមមាត់ព្រែកចោលម្លប់ធៀងមេឃបិទបាំងពន្លឺថ្ងៃហើយឲ្យតែដើរកាត់ម្ដងណាឮតែសំឡេងរៃយំចេញពីកន្ទ្រុបព្រៃស៊ុបទ្រុបក្បែរនោះតាមពិតព្រែកនេះមានឈ្មោះថាជាព្រែកប៉ុន្តែមិនដែលមានឃើញទឹកហូរផងក៏ព្រោះតែច្រាំងទន្លេមិនបានភ្ជាប់គ្នាឡើយ
ម្លោះហើយស្នាមទឹកដែលដកនៅមានគឺបានមកពីអំណាចតែភ្លៀងកក់ខែនោះម្ដងទៅវិញហើយក្មេងៗប៉ុនខ្ញុំនេះក៏អាចលូតរំលងលេងបានយ៉ាងងាយដោយសារតែទទឹងវាមិនទាំងដល់3ម៉ែត្រស្រួលបួលផងព្រែកប្រឡាយនេះវែងខ្លាំងណាស់ដើរសឹងតែមួយហត់ក៏មិនទាន់ដល់ចុងដែរក៏ព្រោះវានឹងបញ្ចប់ទៅត្រឹមមាត់ព្រៃបឹងក្បែររបងវត្តចុងក្បាលដីឆ្ងាយឯនោះបន្ទាប់ពីកន្លងហួសទៅជាច្រើនឆ្នាំព្រែកនេះក៏បានចាប់ផ្ដើមរាក់ទៅស្ទើរតែមើលឃើញដល់បាតហើយក៏មានដើមដូងខ្លះបានបាក់ដួលរលំកាត់ពីលើជាច្រើនដើមផងដែរហើយក៏ជាកន្លែងពិសេសមិនអាចបំភ្លេចបានទេដើម្បីនឹងទៅប្រតោងអង្គុយឬក៏លោតដាំក្បាលចូលទៅក្នុងទឹកលេងយ៉ាងសប្បាយស្ថិតនៅជ្រុងម្ខាងនៃផ្លូវគឺជាប់នឹងដីទំនេរមួយកន្លែងដែលត្រូវបានគេទុកចោលគ្មានម្ចាស់ថែរក្សាទើបក៏ធ្វើឲ្យមានព្រៃស្មៅជាច្រើនដុះវាឡើងស្ទើរផុតក្បាលទៅហើយប៉ុន្តែគេក៏មិនភ្លេចឡើយនឹងឆ្លៀតដាំដើមបន្លាដំបងយក្សជាច្រើនដើម្បីទុកធ្វើជារបងការពារអ្នកដែលរស់នៅក្នុងភូមិផងគ្មានគ្រួសារណាពេញចិត្តជាមួយនឹងការដាំរុក្ខជាតិប្រភេទនេះទេក៏ព្រោះតែវាតែងបង្កនៅគុណវិបត្តិជាច្រើនមកដល់ការរស់នៅជាមួយនឹងបន្លាដ៏មុតស្រួចរបស់វានឹងតែម្ដងហើយដោយការមិនចុះសម្រុងជាមួយនឹងម្ចាស់ដីនឹងហើយទើបធ្វើឲ្យមានកន្លែងខ្លះក៏ត្រូវបានគេលួចកាប់បំផ្លាញចោលជាច្រើនលើកច្រើនសារប៉ុន្តែចុងក្រោយក៏វានៅតែដុះមកវិញដដែលនិយាយពីសិស្សសាលាព្រះសង្ឃយាយតាចាស់ឲ្យតែបានដើរកាត់ផ្លូវនេះម្ដងណាគ្មានថាលួសបានមួយពេលណាទេអំពីការមុតបន្លារបស់វានោះរហូតដល់មានគ្រោះថ្នាក់ខ្លះឈានទៅដល់ចូលពេទ្យក៏មានជាក់ស្ដែងដូចជាហេតុការណ៍ដែលបានកើតឡើងកាលពីប៉ុន្មានខែមុនគឺអភ័ក្រត្រូវជាមិត្តរបស់ខ្ញុំម្នាក់ដែលវាបានជិះកង់កាត់តាមផ្លូវនោះក៏ត្រូវបានឆ្កែដេញហើយក៏ជ្រុលដួលជាច្រើនត្រឡប់ប៉ុន្តែអ្វីដែលកំសត់គឺមិនមែនរបួសដោយសារឆ្កែខាំឬក៏ដួលកង់ទេប៉ុន្តែគឺបែរជាស្ទើរស្លាប់ស្ទើររស់ដោយសារតែខ្ទាតចូលទៅក្នុងបន្លាដំបងយក្សនោះទៅវិញនេះបានហៅថាអាសកម្មមែនដើរឡើងមកលើបន្តិចរហូតមកដល់ច្រកបំបែកខាងមុខគឺជាផ្លូវលំក្រាលគ្រុះក្រហមដែលមានផ្ទះ2គ្រួសារនៅអមនិងមានដើមអំពិលធំមួយដើមជាប់នៅនឹងមាត់ផ្លូវដែលជាធម្មតាតែងតែឃើញមានអ៊ំចាស់មកអង្គុយពិសាតែពិភាក្សាគ្នាលេងរៀងរាល់ពេលល្ងាចហើយឆ្ងាយពីនោះប្រមាណជា 4-5 ម៉ែត្រក៏មានកន្លែងជាងប៉ះកង់ម៉ូតូតូចមួយដែលតាមដឹងគឺជារបស់អ៊ំប្រុសចំណាស់ម្នាក់ពីមុនធ្លាប់ឃើញគាត់ប៉ះកង់តាមរទេះអូសរុញចល័តទៅមកតែម្នាក់ឯងដោយគ្មានឃើញគ្រួសារកូនចៅឯណាទេដល់មកឥឡូវប្រហែលជាកាក់កបចុងផ្លូវនឹងទើបសម្រេចចិត្តធ្វើកូនរោងមួយហើយស្នាក់នៅជាអចិន្ត្រៃយ៍តែម្ដងទៅនេះក៏អាចថាគូផ្សំនឹងត្រូវចំកន្លែងហុងស៊ុយល្អកង់ម៉ូតូក៏ឧស្សាហ៍ធ្លាយហើយផុតតែពីម៉ោងពិសាតែកន្លែងកូនក្រែនោះក៏បានក្លាយទៅជាវងផឹកស្រាសស្រាថ្នាំជុំគ្នាមិនដែលលុះថ្ងៃទេហើយក៏ឆ្វាក់ណាស់ផងដែរមិនថាតាលោកការ៉េមអ្នកជិះកង់លក់បន្លែត្រីសាច់ហើយផ្លេចមានទាំងលោកគ្រូបង្រៀនតាគ្រាវជ្រូកពូលក់នំប៉័ងគឺឲ្យតែឃើញដឹងតែនៅសំងំជាប់គាំងត្រឹមទីនឹងតែម្ដងនៅជ្រុងម្ខាងនៃព្រៃប្រឡាយនេះក៏ជាដីទំនេរដែលត្រូវបានគេទុកចោលមកជាច្រើនឆ្នាំមកហើយដែរវាខុសគ្នាតែត្រង់ថាមិនមានដាំដើមបន្លាឬក៏ធ្វើរបងអ្វីព័ទ្ធឡើយគឺប្រទះឃើញតែដើមដូងនិងដើមស្លារួមនឹងដើមចេកដុះមួយលាយឡំជាមួយនឹងវល្លិខ្វាត់ខ្វែងនៅលើដីហើយប្រសិនបើបានមកលេងចំពេលថ្ងៃគឺដឹងតែឮសំឡេងចាប់ឡើងត្រហឹងរាប់រយពាន់ក្បាលធ្វើសម្បុកទីតីពីគ្នាឡើងព្រួងព្រាតកន្លងផុតទៅជាច្រើនខែទុកលំបាកក៏កាន់តែមានច្រើនហូរហែដោយព្រោះតែយាយយ៉ាតបានបដូរមុខរបរពីអ្នកធាក់កង់លក់ត្រីបែរជាមកធ្វើជាអ្នកច្នៃធ្វើប្រហុកផ្អកនៅផ្ទះផ្ទាល់ខ្លួនវិញរឿងដែលមិនល្អនោះគឺនៅត្រង់ថាសំណល់ក្បាលកន្ទុយត្រីទាំងអំបាលម៉ាន
គឺគាត់បែរជាយកទៅចាក់ចោលនៅក្នុងព្រែកប្រឡាយនោះបណ្ដាលឲ្យជះក្លិនឡើងស្អុយស្ទើរតែដកដង្ហើមសឹងតែមិនចង់រួចគ្មានអ្នកចិត្តខាងឯណាហ៊ានទៅណែនាំគាត់នោះទេដោយសារតែគាត់គឺជាមនុស្សដែលរឹងរូសហើយដោយព្រោះគាត់ជាម្ចាស់ដីជាប់ព្រែកនោះស្រាប់ផងទើបចេះតែបណ្ដោយឲ្យរឿងនេះវាកាន់តែធំទៅរហូតមានអ្នកមិនដឹងឯណាហ៊ានជ្រុលខ្លួនដើរកាត់តាមផ្លូវនោះគឺច្បាស់ជាត្រូវឮសំឡេងអ៊ូនៅជុំប៉ុន្តែកុំច្រឡំថាជាសំឡេងឃ្មុំតាមពិតគឺជាសំឡេងរុយក្បាលខៀវរាប់ម៉ឺនរាប់ពាន់ក្បាលកំពុងហើរត្រីត្រអាលនិងរួមតោងសំណល់ត្រីដែលបានហើមរលួយដង្កូវចោះមិនខុសអំពីគំរុងខ្មោចនោះទេផ្លូវដែលធ្លាប់តែមានមនុស្សធ្វើដំណើរឡើងស្អេកស្កះបើទោះជាមានបន្លាជាឧបសគ្គខ្លះក៏វាមិនដល់ថ្នាក់ត្រូវស្ងាត់ចងំដូចជាព្រៃកប់ខ្មោចអីចឹងទេនេះក៏សំណាងហើយដែរដែលមិនសូវមានមនុស្សដែលបានមករស់នៅក្បែរនេះកុំអីខ្ញុំនិងអាហ៊ីងត្រូវជួបកម្មក្រាស់និងត្រូវអូសទាញរទេះមកកាត់តាមទីស្អុយនេះស្លាប់មិនខានទឹកដែលមានដក់ជាប់នៅក្នុងប្រឡាយឥឡូវបានប្រែក្លាយទៅជាក្រហមខ្មៅចោលក្លិនអាសោចដូចជាខ្មោចមិនទាន់កប់ជះមេរោគអាក្រក់ទៅដល់ការលូតលាស់របស់រុក្ខជាតិក្បែរឲ្យងាប់ស្វិតរញោមខ្លោចជាបន្តបន្ទាប់ថ្ងៃមួយនៅពេលព្រឹកព្រលឹមថ្ងៃរះព្រួលមិននឹកស្មានថាខ្ញុំអាចបន្តដេកលងលក់យ៉ាងស្រួលដោយមិនមានឮសំឡេងរំខានពីស្នូម៉ាស៊ីនកិនស្រូវរបស់ពុកដែលជាធម្មតាតែងតែឮស្ទើរតែបែកក្រដាសទៅទៅហើយឲ្យតែដល់ថ្មនេះឡើងបន្ទាប់ពីបើកភ្នែកស្ងាត់ជ្រុងសក់ដើរចុះទៅក្រោមក៏ប្រទះអ្នកភូមិប្រមាណ 5-6 នាក់បាននឹងកំពុងឈរជំនុំពិភាក្សាគ្នានៅក្បែរគំនរបាវស្រូវជាប់ទៅនឹងរបងក្រឡេកទៅឃើញអាហ៊ីងកំពុងអង្គុយចំហមាត់ស្ដាប់គេនិយាយឡើងស្លុងនៅលើរទេះរុញស្រូវខ្ញុំក៏ចាប់ផ្ដើមដើរឆ្ពោះទៅនិងខ្សឹបសួរវាថាគេនិយាយគ្នារឿងអីហ៎វាលេបទឹកមាត់បន្តិចនិងនិយាយមកកាន់ខ្ញុំដូចជាកំពុងខ្លាចនឹងរឿងអ្វីមួយថាពួកគាត់កំពុងនិយាយគ្នាអំពីរឿងបាត់មាន់ប៉ុន្តែមិនទាន់បានដាក់ការសង្ស័យទៅលើចៅទេព្រោះមានគេប្រទះឃើញក្បាលមាន់ដែលបានងាប់បាត់ដងខ្លួននិងបន្សល់នៅលើផ្លូវលំជាប់ម្ដុំផ្ទះយាយាតឯនោះទៅវិញហើយកាលពីអំឡុងម៉ោងប្រមាណជា4ព្រឹកថ្ងៃមិនទាន់រះផងនឹងតាអាតក៏បានចេញរទេះទៅចំការគាត់ជាធម្មតាតាមផ្លូវនឹងក៏ស្រាប់តែបានឃើញភ្លើងអ្វីម្យ៉ាងហោះកាត់រទេះគាត់យ៉ាងចម្លែកហើយឮគាត់ថាមានទាំងភ្នែកមានទាំងសក់មានមុខមានមាត់ជាក្បាលមនុស្សតែអត់មានដងខ្លួនទេនឹងបានហោះចូលទៅបាត់ត្រង់ម្ដុំផ្ទះយាយាតនោះទៅខ្ញុំក៏ចាប់ផ្ដើមលេបទឹកមាត់ម្ដងហើយទើបមីអោនទឹកសឹកនិយាយដាក់ក្បែរត្រចៀករបស់វាវិញម្ដងថាតិចលូអាបទៀតដឹងហ៎វាងាកមកសម្លឹងមុខខ្ញុំហើយនិយាយដោយបើកភ្នែកធំថាគេកំពុងនិយាយរឿងនឹងហើយបន្ទាប់ពីមនុស្សបំបែកជួរគ្នាអស់ទៅពុកក៏បានប្រើខ្ញុំឲ្យទៅទិញប្រេងអីចឹងទេតើបានជាស្ងាត់សំឡេងម៉ាស៊ីនព្រឹកនេះក្រោយពីម៉ែបានឲ្យលុយរួចខ្ញុំក៏បានយកមកក្តាប់ឈ្មោលចូលគ្នានៅក្នុងដៃមិនខ្ចីនឹងរាប់ឡើយព្រោះវាបានคล้ายទៅជាទម្លាប់ទៅហើយនៅពេលដែលត្រូវដើរទៅទិញប្រេងគឺដឹងតែពីយួរកាដុងជ័រអា5លីត្រដើរឲ្យតែដល់ផ្ទះចិនក៏យកឲ្យទៅគេចាក់បំពេញនិងហុចប្រាក់ឲ្យគឺចប់ថ្ងៃនេះបានដៃខ្ញុំក៏លោកលៃហៅអាហ៊ីងទៅជាមួយនិងមានបំណងថាដើរលេងឲ្យអស់ចិត្តសិនចាំត្រឡប់វិញដោយសំអាងលើថាចាំរកនឹកពាក្យកុហកឲ្យរួចខ្លួនដើរនៅតាមផ្លូវកំពុងតែស្រមើស្រមៃទៅដល់រឿងអាមដែលគេបាននិយាយមុននោះផងដឹងអីវាសុយគិតមិនផុតតែម្ដងត្រូវដើរកាត់តាមផ្លូវនោះដោយជិះមិនរួចដើម្បីទៅទិញប្រេងដែលគេលក់នៅឯផ្លូវថ្នល់ជាតិ
គ្រាន់តែដើរមកដល់ដើមអំពិលធំត្រង់កន្លែងដែលគេធ្លាប់ជំនុំស៊ីផឹកជាអចិន្ត្រៃយ៍ឥឡូវបែរជាស្ងាត់សូន្យឈឹងឬតែសំឡេងរៃកំពុងយំមួយឈ្នះអស់ដៃនៅលើដើមដូងអ៊ីយ៉ាការពិតមើលសល់តាប៉ះកង់មួយដែរតាដែលគាត់កំពុងអង្គុយយោគយល់ខកដំណើរប្រហែលជាស្រវឹងដល់ហើយតាមមើលទៅនោះទើបអង្គុយផ្អែកខ្នងបើកភ្នែកមិនចង់រួចរកតែមេឃចាំងពន្លឺថ្ងៃមកមិនទាន់មួយថ្ងៃឃើញតែពីផឹកស៊ីខ្លួនប្រានឡើងស្គមក៏ក្រិចសក់របាយអាចខ្លាក៏ជាអ្នកបោះមេចាំចាប់រាល់អ្នកដំណើរណាឲ្យតែចេញយាត្រាកាត់មុខនឹងគឺដឹងតែកាក់ហៅផឹកមិនរួចម្នាក់ណាទេខ្ញុំស្អប់គាត់ខ្លាំងណាស់ត្បិតជាមនុស្សចាស់ប៉ុន្តែសំដីគ្មានពីរោះអ្វីបន្តិចឡើយឃើញក្មេងកាលណាដឹងតែបើកភ្នែកស្រែកដឹងហើយមកសុំម្នាក់100យកទៅបន្តទិញស្រាថ្នាំផឹកធ្វើមិនដឹងហើយបើសិនជួបក្មេងណាមិនឲ្យក៏តាំងធ្វើខឹងចាប់ផ្ដើមប្រឹងស្រែកសំឡុតដោយទឹកមុខគួរឲ្យខ្លាចដោយដឹងទម្លាប់របស់គាត់បែបនេះហើយទើបខ្ញុំបានត្រៀមខ្លួនជាមុនដោយប្រាប់អាហ៊ីកុំឲ្យនិយាយស្ដីហើយលោកលៃដើរលោកដោយប្រុងប្រយ័ត្នប៉ុន្តែនិយាយទៅវាដូចជាកម្មក្រាស់វាបែរជាដើរប្រហែសទៅជន់បន្លាដំបងយៈស្រែកអាចយកអាយ៉ារំពងព្រៃរហូតធ្វើឲ្យតាប៉ះកង់ភ្ញាក់បើកភ្នែកនិងរត់មករំពៃហើយចាប់ផ្ដើមលាដៃថាឲ្យលុយខ្លះមកអញទិញស្រាផឹកខ្ញុំបំរុងនឹងរត់ប៉ុន្តែនឹកអាណិតអាហ៊ីដែលកំពុងមុតជើងអង្គុយអុកគូតទាញបន្លាចេញទាំងទឹកភ្នែកក៏ឆ្លៀតចោលភ្នែកងាកទៅមើលមុខតាប៉ះកង់ទាំងភ័យញ័រអស់ខ្លួនប្រាណក៏ប្រឹងប្រម៉ែប្រមូលអារម្មណ៍ទាំងអំបាលម៉ានប្រឹងសម្លឹងនឹងខំមាត់និយាយសំឡុតទៅគាត់វិញភ្លាមថាលុយនេះខ្ញុំទុកឲ្យទិញប្រេងទេអត់មានលុយរីទំនេរទុកឲ្យតាឯងទិញស្រាផឹកអត់ប្រយោជន៍ឡើយតាប៉ះកង់ខឹងមុខឡើងក្រហមប្រឹងបើកភ្នែកធំនិយាយមកកាន់ខ្ញុំថាអញនឹងយកថ្លើមប្រមាត់ពួកឯងមកឆាខ្ញីខ្លែមស្រានឹកទៅដល់អាហ៊ីគ្រាន់តែឮភ្លាមកាលណាវាក៏ងើបស្ទុះស្ទាប្រវេប្រវាទាញដៃខ្ញុំរត់ហុយដៃសំពងទៅមុខរហូតឆ្ងាយពីគាត់ទើបឈប់យកដៃច្រត់ជង្គង់ដកដង្ហើមដង្ហក់ស្ទើរតែដាច់ខ្យល់ស្លាប់ម្ដងទើបតែរត់ឃ្លាតឆ្ងាយផុតអំពីតាប៉ះកង់ឥឡូវជើងក៏បានតម្រង់ដើរមកដល់ទន្ទឹមនឹងខាងមុខផ្ទះយាយ៉ាតមើលមួយផ្លែតដូចជាគ្មានឃើញកន្លែងណាស្អាតនិយាយពីស្ងាត់ដូចជាផ្ទះគ្មានមនុស្សរស់នៅផ្សែងហុយអណ្ដែតចេញពីគំនរសម្រាមដែលបានដុតចោលក្បែរដីរបងហោះហើរអណ្ដែតទៅវិលក្រោមម្លប់ឈើងងឹតព្រាលគួរឲ្យព្រឺក្បាលពីអ្នកអាហ៊ីដែលកំពុងដើរយ៉ាងលឿនបំណងឲ្យផុតចេញពីទីនេះឆាប់ក៏ស្រាប់តែមកដល់កន្លែងដែលគាត់ចាក់កាក់សំណល់ត្រីនោះចោលទៅក្នុងប្រឡាយឆ្ងាយពីនេះប្រមាណជា5ម៉ែត្រចោលក្លិនមកចង់សន្លប់ដួលនៅលើដីវាស្អុយលើសអំពីក្លិនត្រីគ្រាន់តែដើរជិតពិតមិនហ៊ានស្រមៃថាវាក៏ខ្វក់និងក៏ក្រិចកម្រិតណាស្នូសំឡេងរុយលាន់សូអ៊ូដូចជាឃ្មុំចាំសម្បុកកំពុងចោមរួមសម្រុកតោងឡើងខ្មៅងងឹតប៉ុន្មានសប្តាហ៍ក្រោយបន្ទាប់កុំថាឡើយដល់ទៅពេលយប់ងងឹតសូម្បីតែពេលថ្ងៃក៏ពុំដែលហ៊ាននរណាទៅជិតក៏ព្រោះតែគេខ្លាចទាំងខ្មោចខ្ពើមទាំងសំណល់ត្រីទាំងនោះហើយរឿងដែលធំជាងគេបង្អស់គឺពាក្យចចាមអារាមតាក់ទងទៅនឹងរឿងអាបព្រាយអីអស់នឹងដែលបានមកចោមជើងក្មេងៗនៅក្នុងភូមិឲ្យជាប់ឈឹងមិនឲ្យចេញដើរទៅណាឆ្ងាយបន្ទាប់ពីថ្ងៃលិចផុតទៅជារៀងរាល់ព្រឹកតែងតែឮសំឡេងអ្នកស្រុកស្រែកខឹងជេរប្រតិចផ្ដាសាព្រោះតែមិនដឹងថាជាឆ្កែឬក៏ឆ្មាបានមកលួចខំមន់ទាប្រហាច្រើនទៅងាប់ស្ទើរតែរាល់ថ្ងៃហើយវាក៏មិនមែនជាដំណឹងថ្មីក៏ព្រោះតែរឿងនេះបានផ្ដើមតាំងពីយូរយារណាមកហើយដែរក៏ប៉ុន្តែនៅពុំទាន់មាននរណាធ្លាប់ជួបឬក៏បានឃើញឲ្យច្បាស់នឹងភ្នែកម្ដងណាឡើយដោយហេតុនេះហើយអ្នកស្រុកក៏បែកគំនិតទៅកោះកាប់ដើមដំបងយក្សមកដាំ
หรือชั่วตามระบงรนกรนายมันลุกหมดแต่นาเลยเราโหดกันลงพดเตอจิจรันทั้งไงได้หายเรื่องนี้ก็ในแต่มันตอนสบายบ่ายมันต่อจรันเตอกู้อ่อยปลุยบารอนอมปีเรื่องดำบงแยกขมิ้นประสิทธิภาพไอ้เลยก็มีเนี่ยสกคลาจับปะดังขมิ้นขมิ้นเตยยกจำบางหมกจองถั่วขีติงมงหนึ่งแปะก็เอาดักบันเช่าตามระบงขนมบอมนงดำใบจีกาบังเในอุปสรุปจังไรเอาโรลีพดเตอตามตำนิมตำลบจากปีบอหันเมกาเปิดเตอขยงก็ปมเสยจิตเชื่อไว้ประมาณได้ปนตายปีขมิ้นจุ่มเรือเอาไว้กลายปีกาทั่วตามขณิสันกลายวีบานพอคลาปลูกมันแมนเงียนะได้ซัดจินจำรอบขายฉน้ำใบจิตเตอมีเอาไว้โมคำก็เกซีงอบเตอพอยใบนี้รอเปลี่ยนไงจุดเล็กมัดบนลือเตอขยมหนึ่งอาหีก็มันได้บองไอบองอ่องเนื้อคอมปรังแต่อกบ่ายองกอเสือตลอดยกเตอมาจากเกนิมุยแต่บ้านดักโมกันการปีเปปรึกหรือก็ไงตรองเอาต้อนมุนเวเลียปนตายปรังอย่างนาก็เนื้อแต่เวทเนียโดยตีบอมพดก็เนื้อแต่เตอกรอมเกลียโอรถแต่กัดปริสงัดกู้ปรึกบาได้ขยมกันรถแต่โออาหินมาดงมาเนี่ยได้กำปุ้งจีเนื้อปีเลือข้างกราวปลุกรถแต่ตุ่มเนปนตายอย่างนาก็เนื้อแต่ชลิดจอบในเยเรตามมือขมิ้นปริตตีเตียงมุกเตียงกราวเลือเตียงกราวยุกมวยเมาประมาณจีปรัมปีกันละครัวซาขยมกำปงเฟื่อมาหกเหมือนตอนรู้ยรัวดอยโบกบรรโจสมาชิกแต่นาฮิมาเนี่ยติดผงได้ก็ปลุกแต่ไงนี้ปุกบานเฟื่อมอนดดอย่างช่างปีศาหายเดินนักเขยท้าบาตุกเนยจานเป๊ะบีจำแนงแต่มีนใส่คำงอบอ้ออาซาบองดอได้ตืบจัดกายยกมือเฟื่อมาหกบรรดาเตอบรรทบปีสโตรตึกได้หายขยมนังอาหีก็จับดามองกุยเบารุมสมาดอย่างยงจัตุกดักนือจมเฮียงกรอมเตะกระบายเปียงตึกขังกราวเปียธายกจัตุกดักปุ่มเม้นสำได้ตะเลกาเบาโดยปรองประหยัดคลายโคตรสันมอนเตปนตายคือประหยัดเตือนหนึ่งการโดยกสลาบมอนอาณาลอตกยกเตือนเลนลมอ๋อเชื่อมุ้ยหนึ่งก้นตุกเงาบันไดตึกระบอกขยมอนุตือเป็นเตนิยัยเตอต่อแต่เนี่ยได้ทลอบเลียงโกนตุกเงาตืมโยลฉบับอมพินิเตวิธีนี้เราวอลแต่ดอดดามสลาบมอนขณีเป็นเวลียก็เจ๊แต่บรรลัยตืมมุกอย่างยูเมาเราหดต่อแต่หมายสไลด์ซัวปีเลือแต่หมกทางอะไรเอ้ยบ่อยรูมอนหายหรือเนื้อยุกจองก่อนดาตรีตะเวงหายมันดังถาธรรมนาบานซีเตบรรทบปีลื้อสำได้ก้อนขยมก็ประหยัดสไลด์จุ่มริบตะกอดเวงทาบานหมายจะรูดหายสอแต่สำอาดคลามเกาะบันตึกเตี้ยเตอหายยุกงงเงิดช่อตระเจาะผัดหมกโดยเจรงเงียคลังนะบุกขยมก็บ้านรูดแรกัดเลียงสำอาดอย่างยอบใดให้ก็เลิกเลยประโมทจอบสำนอสำรามปูเวียนนักนึกขนมกันไหลกันดีดกับบ้านมิสันจำจันหนึ่งเฮาพ้อยเปลนะจำจ้องตลอดมากราววิ่งดำใบดักใบเอาใจสีหนึ่งเลียดโยกวีตเจ้าปลุกไอ้เหลือหมายกำปงดังหายหมกจานเลิกจานสานาหายมนหนึ่งได้หลังเตลืมเตะอาหิงก็บานยกมอนตื่นเลี้ยงตึกจงกรอยเตียดไอ้ขยมก็บ้านเลี้ยงใดสมอาดเช่าในกระบายเวโรงจำนิยีอมปีสถานเพียบจุ่มวิ่งแตกขยมเอาแต่เปงเงินคือดังแต่กลวยคลายโคกอมปีแตกในดอกเตยก็ปลุกแต่ปกมันได้ตกอ้อยใดตุ่มเนคือดำดอกดำนำหลังจุ่มจุดสังแต่เราเพลดาเติมมุกหรือก็เติมกร้อยมันจองเคยจีปีเซคือจำการใจขังกร้อยนั่งแต่มาโดนองกามหลังก็จีปุ่มนุโดยจีพนุมก็รอบถาจีกได้ศกในตรนุมระบอบกายนังชมาแต่ใต้แต่ตื่นสงบแหลกขลุ่นปูนาธมามันใช้ดาเตนาหลึกแรงแต่เปรียเวสีบายกำปงแต่เช่าศกขยมก็ดูจีเมียนอารมณ์จำไล่คณะใดก็จับดาวปลื้มสมบูรณ์บารูมโดยขมิ้นมูลหายนึกเติดดอกปีขมอยตาได้ทลบมินประสาทปราบหมกยมทาเป็นยุบประลุกเอาแต่ปลื้มสมบูรณ์หรือก็มีอารมณ์เพียข้อปีทอมนายจึง
គឺច្បាស់ជាមានពពួកអមនុស្សណាមួយបានមកឈរនៅក្បែរហើយឬក៏អាចថាជាអំណាចនៃជំនាញផ្ទះដែលគេបានមកផ្ដល់ប្រផ្នូលនៃហេតុដើម្បីឲ្យយើងចាប់ផ្លឹកទទួលដឹងថាប្រហែលជានឹងមានរឿងអ្វីមិនល្អអាចនឹងកើតឡើងខ្ញុំរៀងភ័យតិចៗប៉ុន្តែក៏មិនបានតក់ស្លុតអ្វីដែរក៏ព្រោះតែទឹកដីនេះគឺជាផ្ទះរបស់ខ្លួនឯងពិតមិនងាយខ្លាចប្តេជ្ញាទេបន្ទាប់ពីអាហ៊ីលាងមន់រួចយើងក៏បានដើរចេញពីទីនេះនិងដើរសម្ដៅឡើងទៅលើផ្ទះប៉ុន្តែមកដល់កម្មចន្ទាខ្ញុំក៏ឆ្លៀតងាកក្រវៀសភ្នែកមកជុំខ្លួនព្រោះខ្លាចមានចោរសត្វសាហាវឬជនណាដែលមានបំណងមិនល្អកើតមាននិយាយមកដល់រឿងអារម្មណ៍ទទួលដឹងនេះស្ដាប់ទៅវាហាក់ដូចជាកំប្លែងប៉ុន្តែការពិតដែលធ្លាប់ឮចាស់ទុំបានដំណើរតគ្នាមកថាផ្ទះនីមួយគឺសុទ្ធតែមានអ្នកថែរក្សាការពារប្រសិទ្ធិដោយមុនអាគមគាថាបាលីសីមាចងចាក់មិនតិចទេហើយក៏មានផងដែរទាំងការប្រោះព្រំអំពីសំណាក់ព្រះសង្ឃរាល់មុនពេលដែលត្រូវឡើងមករស់នៅលើផ្ទះថ្មីអ្នកអាចសម្គាល់មើលការសាងសង់ផ្ទះឈើពីមុនមកគេតែងសង្កេតឃើញមានក្រណាត់យ័ន្តពណ៌ក្រហមមួយផ្ទាំងដែលត្រូវបានគេគូសចារបាលីតាមបែបអរូបីបង្កប់ន័យជាច្រើននៅក្នុងនោះហើយវាក៏មានវត្តមាននៅលើដំបូលផ្ទះតាំងតែពីផ្ទះទើបនឹងរៀបឡើងជាគ្រោងមកម្លេះត្រឡប់មកនិយាយអំពីរឿងមន់គ្រាន់តែមកដល់ម៉ែក៏បានយកវាទៅដាក់ក្នុងឆ្នាំងបំពងជាមួយខ្លាញ់ដោយមានដាក់បន្ថែមជាមួយនឹងបន្លែត្រយូងចេកស្លឹកក្រូចសើចនិងសណ្តែកដីប៉ុន្មានគ្រាប់ប្រហែលជាកន្លះម៉ោងក្រោយមកគម្របឆ្នាំងក៏ចាប់ផ្ដើមកម្រើកតិចបង្ហុយចំហាយផ្សែងសចេញមកក្រៅដែលជាសញ្ញាថាមាន់ជិតឆ្អិនហើយម៉ែបានបើកគម្របដើម្បីចាប់បង្វិលឲ្យវាឆ្អិនសព្វប៉ុន្តែក្លិនដ៏ឈ្ងុយឈ្ងប់ក៏បានមកបំពេញក្នុងច្រមុះឲ្យគោពោះចង់តែដាច់ពុកវៀនអស់ទៅហើយនៅឡើយតែបន្តិចទៀតនេះនឹងបានឆៃឆ្ងាញ់មាត់មិនខានអាហ៊ីកំពុងអង្គុយបុកម្រេចឲ្យមាត់ដើម្បីធ្វើជាទឹកត្រីឯខ្ញុំក៏កំពុងញាប់ដៃលាងបន្លែសាឡាត់ត្រសក់ដាក់ឲ្យស្រស់ទឹកទៅលើកញ្ច្រែងនិយាយចឹងដូចជាអត់ឃើញពុកចោលភ្នែកទៅចុងជញ្ជាំងខាងក្រោយក៏ឃើញគាត់កំពុងឈរជាប់មាត់បង្អួចសម្លឹងទៅក្រៅយ៉ាងយូរដូចជាមានឃើញអ្វីប្លែកមួយស្របក់មកបន្ទាប់ពីគាត់បានត្រឡប់មកវិញស្របពេលដែលមន់ឆ្អិនល្មមហើយកម្មវិធីអាហារពេលយប់ក៏បានចាប់ផ្ដើមឡើងក្នុងពេលនោះតែម្ដងសាច់មន់ស្រែមេចាស់ទើបក្រាបបានកូនមួយសម្បុកឥឡូវបានខ្លាចជាអាហារហូបចុកចំអែតក្រពះពេលរាត្រីដោយសារងាប់ពេកបន្តទុកក៏មិនរំពឹងអ្វីគឺមានតែចាប់ឆៃឲ្យតាន់វេលាមុននឹងបាត់បង់ខ្ញុំទទួលបានរបបជាជើងឯអាហ៊ីបានបេះដូងរួមនឹងកោះឯថ្លើមចុងស្លាមក្បាលក៏បានទៅលុបពុកទាំងអស់សល់ប៉ុន្មានសាច់ទៀតនោះទុកឲ្យទៅអ្នកម៉ែទាំងស្រុងប៉ុន្មាននាទីក្រោយម៉ែពុកក៏បានពិសារួចរាល់និងបន្តទៅអង្គុយពិភាក្សាគ្នានៅមាត់ចន្ទាខណៈនៅខាងក្រៅមេឃក៏កំពុងចាប់ផ្ដើមរលឹមភ្លៀងនៅឡើយតែខ្ញុំបែរជាកំពុងអង្គុយអង្គៀមនៅស្ដារជាតិឆ្អឹងដែលនៅមានជាមួយនឹងអាហ៊ីដែលកំពុងលាយបាយទៅក្នុងឆ្នាំងដុតមន់នោះហើយច្របល់ចូលគ្នាជាមួយទឹកត្រីម្រេចដើម្បីប្រម៉ែប្រមូលយកឲ្យអស់នៅរសជាតិឡើងរលោងបាតឆ្នាំងនិងយកមកឆៃប្រណាំងជាមួយខ្ញុំសើចលេងយ៉ាងសប្បាយក្អាកក្អាយទុំរត់តែបាយទឹកចប់ម៉ោងចង់កណ្ដាលត្រៀតទៅហើយរហូតតតែម៉ែស្រែកស្ដីឲ្យទើបពួកយើងប្រញាប់ប្រញាល់រៀបចានសម្អាតសំណល់ផ្សេងទុកដាក់ហើយទើបដើរចុះទៅក្រោមផ្ទះដើម្បីដាក់បាយឲ្យឆ្កែស៊ីជាមួយនឹងឆ្អឹងដែលប្រមូលពីការហូបរួចមុននេះមកកំពុងតែដើរចុះបានមកត្រឹមពាក់កណ្ដាលចន្ទាពុកក៏បានហាមប្រាប់ថាកុំរវល់ដើរឆ្វេងឆ្វាយងូតទឹករួចប្រញាប់ឡើងមកលើផ្ទះដេកពួនវិញភ្លាមខ្ញុំបានត្រឹមស្ដាប់តែមិនបាននិយាយឆ្លើយទៅកាន់គាត់វិញទេព្រោះដឹងស្រាប់ណាស់ទៅហើយថាគាត់បារម្ភខ្លាចខ្ញុំរវល់នៅលេងជាមួយឆ្កែបន្តធ្វើឲ្យយូរម៉ោងបន្ថែមចុះមកដល់ក្រោមមេឃដូចជារាំងបាត់ទៅហើយ
នៅឡើយសល់តែដំណក់ទឹកតូចៗខណៈឯដីវិញឡើងសើមស្អិតរួមផ្សំនឹងស្នូលចង្រិតយំឲ្យត្រហឹងយីដូចជាចម្លែកហើយបាត់អស់លោកឆ្កែទៅណាបានមិនឃើញវត្តមាននៅទីនេះសោះឬមួយក៏តមហាយុគខ្លាចធាត់កំពុងតែអោនយកបាយលីឆ្អឹងចាក់ចូលទៅក្នុងផើងបាយក៏ស្រាប់តែឮអាហ៊ីងវាផ្អើលនឹងស្អីអ្វីមួយរត់មកបុកខ្ញុំវិសតែនឹងដួលសម្លឹងទៅមុខវាកំពុងបើកភ្នែកធំចង្អុលទៅកន្លែងដែលយើងបានធ្វើមន់កាលពីល្ងាចទាំងរួមទាំងពូវៀនបានរប៉ាត់រប៉ាយខ្ចាត់ខ្ចាយដូចជាមានអ្វីបានមកស៊ីនិងមានស្នាមអូសទៅតាមផ្លូវតម្រង់ទៅចំការចេកឯក្រោយផ្ទះខ្ញុំឈរជ្រួញចិញ្ចើមបន្តិចដោយនឹកគិតថាបើសិនជាឆ្មាមកស៊ីក៏ដូចជាវាមិនសមព្រោះឆ្កែរបស់ខ្ញុំកាចខ្លាំងណាស់ហើយវាក៏ជាសត្រូវស្លាប់រស់ជាមួយនឹងគ្នាដែរហើយបើត្រូវបន្ទោសទៅលើឆ្កែក៏វារឹតតែមិនសមក៏ព្រោះតែខ្ញុំស្គាល់វាច្បាស់គឺវាមិនដែលមកប៉ះពាល់របស់អីចឹងទេសូម្បីតែត្រីប្រឡាក់របស់ម៉ែហាលដាក់លើគម្របពីនឬក៏សឹងតែរៀបផ្ទាល់នឹងដីក៏វាមិនខ្ចីទៅលូកស៊ីផ្ដេសផ្ដាស់ទេបំរុងរៀបថានឹងចង់ស្រែកហៅវាហើយក៏បានលឺមកល្វើយនៅសំឡេងព្រុសកោះចេញមកពីក្រោយផ្ទះហើយស្គាល់ច្បាស់ណាស់គឺជាសំឡេងឆ្កែរបស់ខ្ញុំនឹងតែម្ដងប្រហែលជាដឹងថាខ្ញុំចង់ដើរទៅមើលតាមសំឡេងនោះអាហ៊ីងវាក៏បានហាមនឹងញីអង្វរកុំឲ្យខ្ញុំទៅដើម្បីត្រឡប់ទៅងូតទឹកហើយប្រញាប់ទៅដេកវិញប្រសើរជាងដោយសារតែយប់រៀងជ្រៅដែរណាស់ទៅហើយខ្ញុំក៏ខ្ជិលនឹងត្រឡប់មកងូតទឹកវិញហើយក៏ដើរឡើងទៅលើផ្ទះដេកលក់យ៉ាងស្កប់ស្កល់ព្រឹកស្អែកបន្ទាប់បើកភ្នែកមកមិនទាន់ចង់ស្រួលបួលផងក៏ស្រាប់តែឮសំឡេងស្មោតតាមមេក្រូមកល្វើយតាមខ្យល់មាត់បង្រួតបន្ទាប់ពីបើកភ្នែកច្បាស់ខ្ញុំក៏បានដើរទៅទាត់អាហ៊ីងឲ្យភ្ញាក់ខណៈដែលវាកំពុងដេកបាសគូតយ៉ាងរំភើយវារអ៊ូដាក់ខ្ញុំថាយីយ៉ាហើយវាថៃឯងមេឃនៅងងឹតនៅឡើយសោះមកដាក់អញកំពុងតែដេកយល់សពស្រួលផងខ្ញុំពេបមាត់និយាយទៅកាន់វាថាងងឹតក្បាលឯងអីចុះឲ្យមិនបើកភួយមើលអាហ៊ីវាស្ទុះស្ទាក្រោកបន្ទាប់ពីដឹងថាមេឃភ្លឺច្បាស់ណាស់ទៅហើយប៉ុន្តែថ្ងៃនេះដូចជាមិនឮសំឡេងម៉ាស៊ីនកិនស្រូវក្រោមផ្ទះឬមួយអស់សាំងទៀតហើយខ្ញុំចាប់ទាញអាវយឺតមកពាក់បន្តនិងដើរចុះទៅក្រោមបណ្ដាក៏ប្រទះមនុស្សជាច្រើនកំពុងជំនុំគ្នាដោយកាលគ្រាមុនទៀតប៉ុន្តែខុសត្រង់ថាលើកនេះបែរជាមានមនុស្សស្លៀកពាក់ថ្មីរីឯលោកតានិងលោកយាយក៏មានកន្សែងពានាដូចត្រៀមខ្លួនទៅបុណ្យឬក៏កម្មវិធីអ្វីមួយខ្ញុំក៏បានដើរទៅសរសេរក្បែរពួកអាក្មេងៗដែលជាមិត្តភ័ក្តិនៅក្នុងភូមិនិងទទួលបានដំណឹងចំហៀនដំបូងថាមនុស្សម្នាកំពុងត្រៀមខ្លួនទៅបុណ្យតាប៉ះកង់គ្រាន់តែឮឈ្មោះតាប៉ះកង់ខ្ញុំក៏ភ្ញាក់ឲ្យព្រឹករហូតអាហ៊ីបានចុះមកដល់និងដើរមកក្បែរខ្ញុំក៏បន្តនិយាយប្រាប់ដំណឹងនេះទៅកាន់វាហើយវាក៏ភ្ញាក់ផ្អើលមិនខុសអំពីខ្ញុំនេះដែរប៉ុន្មាននាទីបន្ទាប់ខ្ញុំក៏ប្រញាប់លោតឡើងទៅលើរទេះគោជាមួយនឹងគេដែរដោយមានទាំងពុកនិងម៉ែក៏កំពុងជិះម៉ូតូអាកុបមូលតាមមកពីក្រោយតិចព្រមគ្នាទៅដល់ផ្លូវបំបែកក្បែរកន្លែងរោងសំណាក់តាប៉ះកង់ក៏មិនឃើញមានរៀបចំអ្វីជាពិសេសឡើយព្រោះដោយដែលដឹងមកហើយថាគាត់គ្មានសាច់ញាតិអ្វីនឹងគេទេហើយរឿងដែលចង់ដឹងនៅពេលនេះផងដែរគឺកំពុងតែឆ្ងល់ថាគាត់បានស្លាប់ដោយសារតែហេតុអ្វីបន្ទាប់ពីបំបែកគ្នាពីលើរទេះទៅពុកម៉ែក៏បានទៅជួយគេនៅឯកន្លែងចុងភៅដាំបបរទឹកក្តៅតែកាហ្វេបារីស្លាម្លូនិងគ្រឿងរណ្ដាប់ផ្ទុយតែពីខ្ញុំនិងអាហ៊ីក៏បែរទៅជាប្រញាប់ដើរទៅមើលកន្លែងដែលមានមនុស្សនៅជុំត្រង់កន្លែងដើមអំពិលជាប់ផ្លូវសម្បូរបន្លានោះគ្រាន់តែទៅដល់បញ្ជ្រាបរលក្បាលទៅឃើញភ្លាមខ្ញុំក៏ចំហមាត់និយាយលេងចេញស្មានថាគេកំពុងចោមរោមនំចំណីដឹងអីគឺគេកំពុងពិនិត្យមើលខ្មោចតាប៉ះកង់ដែលកំពុងដេកស្លាប់អង្គុយផ្អែកខ្នងទៅដើមអំពិល
នៅលើក្រែបើកភ្នែកធំធំក្រឡោតគាត់ទំនងជាខ្យល់កោឬក៏កាំងបេះដូងពេលយប់ស្ងាត់គ្មានអ្នកណាដឹងម្យ៉ាងក៏ប្រហែលមកពីឥទ្ធិពលនៃស្រាដែលគាត់តែងតែផឹកជាប្រចាំរហូតលែងនឹកងាបាយទឹកអ្វីទៅហើយសូម្បីតែជីប៉ះកង់កាលពីនៅរស់ក៏មិនសូវបានយកចិត្តទុកដាក់រហូតមានអ្នកទៅរកពឹងពុំអ្នកអាស្រ័យម្ដងគឺយល់តែពីធ្លាក់ភ្នែកដើរត្រៀតត្រួតជួនពេលខ្លះអ្នកទៅពឹងក៏បែរប្រែទៅជាអ្នកកោះប៉ះដោយខ្លួនឯងក៏មានរួចក៏តាំងយកថ្លៃឈ្នួលបន្តិចបន្តួចនោះទៅទិញស្រាមកផឹកសឹងតែដូចផឹកទឹកក្រូចទៅហើយរហូតលងខ្លួនលំប្រាណស្លាប់ដោយសត្វធាតុគ្មានសាច់ញាតិផៅណាបានដឹងគួរឲ្យសង្វេគណាស់នៅក្បែរនេះឃើញលោកតានិងអ៊ំប្រុសពីរបីនាក់កំពុងលាតលាកាត់ជ្រៀកក្រណាត់សទំនងប្រហែលជាដើម្បីយកមកគ្របសាកសពនេះហើយស្របពេលនោះក៏មានមនុស្សមួយចំនួនទៀតបាននឹងកំពុងឡើងទៅលើក្រែទៅរំកិលទទួលដាក់ប្តីសាកសពនោះឲ្យដេករៀបជាមួយនឹងកន្ទេលស្លឹកត្នោតដែលត្រូវបានគេក្រាទុកជាបំរុងមិនយល់ថាគាត់បានស្លាប់តាំងពីថ្មណាមកមិនដឹងទើបមកទល់ពេលនឹងរាងកាយគាត់ទៅជារឹងឡើងដូចជាដុំថ្មមាត់ក៏ចំហភ្នែកក៏បើកធំពុះប៉ោងដូចជាចង់ផ្ទុះគួរឲ្យខ្លាចខ្លាំងណាស់បន្ទាប់ពីក្រាលគ្របក្រណាត់សរួចរាល់គេក៏បានប្រាប់ឲ្យមនុស្សជិះឆ្ងាយពីកន្លែងនេះដើម្បីទុកឲ្យលោកអាចារ្យរៀបចំចាត់ចែងពិធីនិងដាក់គ្រឿងរណ្ដាប់ដូចជាបាយសីទៀនធូបម្លូស្លាខ្សែសីមាទង់ព្រលឹងជាដើមដោយសារសន្តានពេលដែលស្លាប់គឺអង្គុយហេតុនេះបើទោះជាដាក់រាងកាយឲ្យដេកនិងក្រងក្រោកក្រណាត់សយ៉ាងណាក៏ដោយក៏មើលទៅសភាពសពខ្មោចមានលក្ខណៈចងេងច្រងាងគួរឲ្យព្រឺក្បាលចោលភ្នែកក្រឡេកទៅផ្លូវជាប់របងបន្លាដំបងយក្សតាមព្រំដីតម្រង់ជាប់ផ្ទះយាយយ៉ាដែលកំពុងមានសភាពស្ងាត់ឥឡូវមកកាន់តែគួរឲ្យខ្លាចលើសដើមព្រោះត្បិតរឿងអាបព្រាយនៅមិនទាន់រកឃើញផងឥឡូវមកមានមនុស្សស្លាប់តៃហោងកណ្ដាលផ្លូវទៀតឲ្យតែយ៉ាងនេះច្បាស់ណាស់គឺគ្មានអ្នកណាហ៊ានមកក្បែរទេសំឡេងលលកខ្មោចយំល្វើយពីចុងដូងស្របពេលនឹងសំឡេងមីក្រូចាក់ស្មូតក៏កំពុងបន្លឺឡើងតិចអាចចុងដើមអំពិលទំនងជាប្រហែលគេខ្ជិលដាក់បង្គោលឫស្សីវែងឆ្ងាយកម្មវិធីកំពុងតែប្រព្រឹត្តតាមដំណើរដោយសុទ្ធសឹងជាការចូលរួមជួយពីបណ្ដាអ្នកភូមិស្រុកទាំងស្រុងអ្នកខ្លះក៏ក្តុកក្តួលរហូតស្រក់ទឹកភ្នែកយំអ្នកខ្លះក៏បានត្រឹមធ្វើមុខស្រពោនក្រៀមក្រំដោយការអាណិតទាំងចាស់ទាំងក្មេងប្រុសនិងស្រីប៉ុន្តែចង្រៃអីមេឃក៏ស្រាប់តែរលឹមមកយ៉ាងជោគជាំធ្វើឲ្យដីសើមស្អិតពិបាកដើរប៉ពេចប៉បាច់ទឹកក្បាលស្ទើរគ្រប់គ្នាខ្ញុំបានឮចាស់និយាយពិភាក្សាគ្នាថាខ្មោចនេះគឺត្រូវតែបូជាព្រោះគ្មានដីសម្រាប់កប់ទេដោយហេតុថាគាត់មិនមានដីធ្លីអ្វីនៅក្នុងភូមិនេះឡើយដែលតាំងពីដើមមកហើយអ្នកណាក៏ដឹងថាគាត់ត្រឹមតែជាជនពនេចររកស៊ីរស័ព្ទអណ្ដែតគ្មានគោលដៅអ្វីច្បាស់លាស់ដោយមេឃចេះតែបន្តរលឹមឥតដាច់សើមទាំងដីសើមទាំងមនុស្សរស់សើមទាំងសពដែលបានស្លាប់ដេកច្រងាងនៅលើក្រែសើមទាំងអស់សម្រាប់ដុតចម្អិនអាហារនិងទំនងដូចជាឮថាក៏មានអស់ខ្លះទុកសម្រាប់ដុតបូជាសពនឹងឯងប៉ុន្តែដោយសារតែភ្លៀងមកសើមដូចនេះមិនទាន់ដឹងថាគេនឹងដោះស្រាយដោយវិធីណាឡើយម៉ោងទើបតែប្រហែលជា3កន្លះរសៀលផ្ទៃមេឃឡើងងឹតស្លុបដូចជាយប់ម៉ោង 6:07 ម៉ែក៏បានហៅខ្ញុំនិងអាហ៊ីងមកអង្គុយស៊ីបបរសនៅក្នុងរោងតង់ដែលគេចងសង់បណ្ដោះអាសន្នដើម្បីតែជ្រៅដោយសារពុកជាអ្នកចាត់ចែងខាងផ្ទះបាយបបរពេលគាត់ដួសមកគឺសុទ្ធតែសាច់ឈាមជ្រូកបង្គានិងមឹកអញ្ចឹងបានថាគួរថ្លែងអំណរគុណដល់លោកពុកជាពិសេសដែលបានដឹងចិត្តកូនច្បាស់ពីអ្នកអាហ៊ីងគិតតែពីកាយជោគរហូតអស់ម្នាក់2ចានគ្រងថែមទាំងឆាខ្វៃអស់4ទៀតមិនតែប៉ុណ្ណោះប៉ុន្មាននាទីបន្ទាប់ម៉ែក៏បានដើរមកក្បែរនិងកាន់បាយក្តាំងប្រឡាក់ទឹកត្រីម្ទេស 3-4 បន្ទះទៀតហុចមកឲ្យខ្ញុំនិងអាហ៊ីងនិងមានប្រសាសន៍ប្រាប់ឲ្យខ្ញុំត្រឡប់ទៅផ្ទះវិញមុនព្រោះខ្លាចមេឃភ្លៀងខ្លាំង
ម្យ៉ាងក៏គាត់កំពុងជាប់ដៃនៅជួយគេអាចទំនងជាយប់បន្តិចទើបបានត្រឡប់ទៅផ្ទះវិញតាមក្រោយក្នុងពោះនៅប៉ោងមិនទាន់ស្រកផងខ្ញុំក៏ចាប់ត្រកងយកបាយក្តាំងនោះមកទំពាញាប់មាត់ទៀតនិងនិយាយបដិសេធទៅកាន់គាត់វិញដោយមិនចង់ទៅទាំងថ្មនេះទេក្រោយមកគាត់ក៏មិនបានហាមអ្វីដែរគឺបានត្រឹមតែប្រាប់ថាកុំនៅយូរពេកហើយប្រញាប់ទៅផ្ទះតនថ្ងៃនឹងភ្លឺបន្ទាប់ពីអស់បាយក្តាំងក្នុងខ្លួនក៏មានកម្លាំងទើបប្រាស់ខ្លួនក្រោកដើរចេញទៅពីអ្នកអាហ៊ីងទាំងមេឃកំពុងរលឹមសំដៅទៅមើលគេឯម្ដុំក្រែដាក់ខ្មោចមុននោះព្រោះឮតែសំឡេងគេនិយាយគ្នាជែកចោចមិនដាច់មិនដឹងថាកំពុងមានបញ្ហាអ្វីនោះទេពេលទៅដល់ក៏ឃើញគេបានប្រមូលរបស់របរប្រើប្រាស់ពីមុនរបស់ខ្មោចតាប៉ះកង់ដូចជាមុងភួយខ្នើយខោអាវមូកយកមកដាក់កោនៅលើក្រែហើយក៏ឮគេនិយាយផងដែរថានឹងដុតទៅព្រមជាមួយនឹងសពនឹងក្លិនស្អុយភីចាប់ផ្ដើមរសាត់ផ្សាយមកតិចតាមខ្យល់ដែលបក់បញ្ច្រាស់ពីទិសខាងលិចត្រង់ម្ដុំកន្លែងផ្ទះយាយារបស់កាកសំណល់ត្រីក្នុងប្រឡាយនោះខណៈនៅលើមេឃក៏បន្តងងឹតយូរក៏លន់សូផ្គរក្រហមព្រមដោយមានផ្លេកបន្ទោលមួយពីជ្រុងម្ខាងនៃព្រៃស្ងាត់កំពុងឈរមើលគេឯងសុកក៏ស្រាប់តែព្រឺសម្បល់ខ្ញាក់យ៉ាងចម្លែកដូចណាស់ទៅនឹងកាលពីយប់អង្គុយធ្វើមន់ជាមួយអាហ៊ីខ្ញុំក៏ចាប់ផ្ដើមលេបទឹកមាត់ដោយអារម្មណ៍រៀងភ័យហើយក៏ដើរទៅក្បែរអាហ៊ីនិងនិយាយបន្លប់ជាមួយវាថាហេទៅផ្ទះហើយតិចយប់ងងឹតពិបាកដើរវើយចាស់ទុំរវល់អស់ហើយគ្មានអ្នកណាទំនេរបានជូនយើងទៅវិញទេអាហ៊ីងាកមុខមកមើលខ្ញុំទំនងដូចជាចង់រាចិត្តប៉ុន្តែចុងក្រោយវាក៏បានឆ្លើយមកថាកុំតន់អីអានេះចាំតិចទៀតសិនទៅអញចាំមើលគេដុតខ្មោចសិនក្រែងមានគេបាច់លុយព្រោះអញតែងតែឃើញគេធ្វើបែបនេះរាល់ពេលមុនបូជាសពម្ដងខ្ញុំក៏បានស្ដីឲ្យវាថាបាច់លុយក្បាលឯងអីបើមេឃនៅតែរលឹមមិនដាច់មិនដឹងថ្មើរណារាំងផងថាមិនត្រូវតតែយប់ទើបបានបូជាក៏ថាបានបន្ទាប់ពីនិយាយត្រូវគ្នាហើយពួកយើងក៏សម្រេចថាដើរមើលគេឯងបន្តិចទើបត្រឡប់ទៅផ្ទះវិញលែងយ៉ាងណាមិនឲ្យថ្ងៃលិចតន់ឡើយក្រោយពេលបានមកដល់ផ្ទះខ្ញុំក៏ប្រញាប់រូតរះងូតទឹកញ៉ាំបាយហើយខាត់អាហ៊ីងមិនឲ្យវាទៅផ្ទះឡើយដើម្បីឲ្យបានដេកនៅក្បែរគ្នាព្រោះមិនដឹងថាថ្មើរណាម៉ែពុកត្រឡប់មកវិញទេម៉ោងជាង7យប់ផ្ទៃមេឃងងឹតស្លុបឮតែសំឡេងភ្លៀងរលឹមស្រេចលុបបាត់ស្នូចង្រិតហ៊ីងកង្កែបទ្វារបងអួយក៏ត្រូវបានបិទខ្ទាស់ជិតឈឹងយ៉ាងប្រុងប្រយ័ត្នដោយព្រោះការភ័យខ្លាចតាមរបៀបក្មេងៗដោយមិនចង់អស់ភ្លើងអាគុយទុកប្រើក្នុងពេលចាំបាច់ខ្ញុំក៏មិនបានចាប់អំពូលម៉ែត្របំភ្លឺឡើយគឺត្រឹមប្រើចង្កៀងប្រេងកាតមួយក៏វាគ្រប់គ្រាន់ណាស់ទៅហើយល្មមតែអាចមើលអ្វីៗក្នុងផ្ទះបានព្រាលខាងក្រៅខ្យល់ខ្លាំងណាស់ធ្វើឲ្យរញ្ជួយញ័រដល់ទាំងចម្រឹងបង្អួចនិងទ្វារខាងមុខធ្វើឲ្យចិត្តខ្ញុំកើតក្តីមិនស្រណុកដោយចេះតែមានអារម្មណ៍ប្លែកនៅក្នុងខ្លួនយ៉ាងម៉េចមិនដឹងអាហ៊ីវាដេកមើលសៀវភៅនិងស្ដាប់កូនវិទ្យុនៅជិតចង្កៀងជាប់សសរកណ្ដាលឃើញតែពីផ្កាប់ផ្កាចុះឡើងតែមួយសន្ទុះក៏ស្ងាត់មាត់ឈឹងដេកលក់ត្រង់ជើងភ្លឹងព្រមដោយមានសៀវភៅគ្របពីលើមុខស្រមុកគ្របខមេឃរលឹមស្រេចប្រាស់ខ្លួនដាក់ខ្នងលើរនាបផ្ទះត្រជាក់ប្រដូចបានទៅនឹងថ្នាំសណ្ដំធ្វើឲ្យភ្នែកទន់ចង់តែនឹងលងលក់ទៅភ្លាមប៉ុន្តែចេះតែនៅទ្រាំព្រោះខ្លាចជ្រុលដេកទៅម៉ែពុកមកដល់ហៅមិនលឺ
លងលក់ទៅមួយភាំងមិនដឹងថាម៉ោងប៉ុន្មានហើយទេណោងាកទៅមើលកូនវិទ្យុក្បែរអាហ៊ីឮតែសំឡេងឆបញ្ជាក់ថាគេបិទប៉ុស្តិ៍ស្ងាត់អស់ទៅហើយខាងក្រៅក៏នៅតែរលឹមគ្មានដាច់មិនដឹងថាថ្មើរណារាំងស្ងប់ទេខ្ញុំយកដៃញីភ្នែកថារៀបនឹងរំកិលខ្លួនទៅចិត្តជើងសសរមើលនាឡិកាព្យួរជញ្ជាំងភ្លាមនោះក៏ស្រាប់តែឮស្នូរសំឡេងគោះទ្វារមកក្រាំងធ្វើឲ្យខ្ញុំភ្ញាក់ភាំងហើយក៏គិតថាប្រហែលជាម៉ែពុកគាត់ត្រឡប់មកវិញហើយក្រោកឈរបំរុងថានឹងដើរទៅបើកកន្លឹះទ្វារក៏ស្រាប់តែមានដៃមួយត្រជាក់មកចាប់ជើងខ្ញុំជាប់ធ្វើឲ្យខ្ញុំភ្ញាក់ចង់យំសាជាថ្មីដឹងអីគឺជាដៃរបស់អាហ៊ីងសោះអានេះភ្ញាក់មកមិនឲ្យស្នូឬក៏ប្រាប់ចេះមកចាប់ជើងឯងស្ងាត់ស្មានថាជាដៃខ្មោចវាស្ទុះក្រោកយកដៃចង្អុលដាក់ជិតមាត់ជាសញ្ញាបង្ហាញថាកុំឲ្យខ្ញុំនិយាយអ្វីលឺហើយទើបចាប់ទាញដៃខ្ញុំឲ្យអង្គុយចុះវិញរួចទើបវាអោនមកសឹបដាក់នឹងត្រចៀកខ្ញុំថាហើយមានមើលម៉ោងប៉ុន្មានហើយទេ3កន្លះយប់ណានេះហើយបើសិនជាមីងពូគាត់ត្រឡប់មកវិញមែនមិនក៏គាត់មិនហៅដល់ពេលឮវានិយាយបែបនេះខ្ញុំក៏ភ្ញាក់ស្មារតីមួយរំពេចចាប់ផ្ដើមគិតគឺសមដោយពាក្យវាថាមែនប្រសិនជាម៉ែឬពុកច្បាស់ណាស់គឺគាត់នឹងស្រែកហៅឈ្មោះខ្ញុំតាមទម្លាប់ហើយកំពុងតែសម្លឹងមើលមុខគ្នាដោយការចម្លែកចិត្តសំឡេងគោះទ្វារក៏ដនឮឡើងសាជាថ្មីហើយខ្លាំងជាងមុនទៀតផងខ្ញុំព្រឺក្បាលចង្ប៉ុនចង្អេរដៃជើងបះរោមអស់ហើយចិត្តមួយចង់សួរឲ្យអ្នកដែលគោះទ្វារនោះឆ្លើយចិត្តមួយក៏នឹកទៅដល់សម្ដីពុកធ្លាប់ប្រដៅថាយប់ប្រលប់ឬសំឡេងអ្វីឬក៏មានអ្នកណាមកហៅក៏ពុំត្រូវឆ្លើយឬបើកទ្វារឲ្យសោះបើមិនទាន់ដឹងច្បាស់ផុតពីសំឡេងគោះទ្វារក៏ស្រាប់តែបង្អួចនៅជញ្ជាំងខាងក្រោយចាប់ផ្ដើមឮក្ដុងក្ដាំងដូចជាមានអ្វីមកចាប់គូបង្រួននិងទាញពីខាងក្រៅប៉ុន្តែមិនរបើកដោយសារតែខ្ញុំបានចាក់កន្លឹះជាប់តាំងពីប្រលប់រៀបដីម្លេះអាហ៊ីវាយំពេលតិចសឹងតែមិនចង់ឮសំឡេងសរសៀខ្លួនមកក្បែរខ្ញុំហើយយកដៃចង្អុលទៅទ្វារងាកទៅស្រាប់តែមានពន្លឺលឿងភ្លឺភ្លឹបផ្លែតចាំងជះចូលមកតាមប្រឡោះឈើធ្លុះធ្លាយតូចនៅរាមិនព្រមទៅណាសោះខ្ញុំដកដង្ហើមសឹងតែមិនចង់ដល់គ្នាហាក់ច្របូកច្របល់មិនដឹងថាកំពុងមានរឿងអ្វីកើតឡើងទេងាកទៅអាហ៊ីក៏កំពុងយំឯខ្លួនក៏កំពុងសឹងតែរៀកនោមដាក់ខោទៅហើយបានបន្តិចពន្លឺនោះក៏បានបាត់ទៅវិញហើយក៏បែរទៅជាឮសំឡេងមាន់ទាឯក្រោយផ្ទះស្រែកញែកញាចដូចជាផ្អើលឬក៏កំពុងមានអ្វីខំទន្ទឹមនឹងឆ្កែក៏ចាប់ផ្ដើមព្រុសកោះខ្លាំងខ្ញុំមានអារម្មណ៍ដូចជាភ្លេចរឿងខ្លាចប៉ុន្តែបែរជាកើតអារម្មណ៍ក្តៅឆេវមួយរំពេចខណៈដែលឮស្នូរសត្វចិញ្ចឹមស្រែកម្ដងនេះបើទោះជាម៉ែខ្មោចឬក៏ឪខ្មោចទៀតក៏លែងខ្លាចដែរគិតរួចក៏ប្រាស់ខ្លួនក្រោកដើរទៅកន្លាតជញ្ជាំងចាប់ទាញកាំបិតផ្គាក់របស់ពុកដែលសំលៀងទុកមុខឡើងសស្ញាចមកដាក់លើស្មាហើយនិយាយលឺប្រាប់ទៅអាហ៊ីងថាហើយចាំកាន់ពិលដើរពីក្រោយអញដោយឃើញខ្ញុំក្លាហានបែបនេះអាហ៊ីងក៏ជូតទឹកភ្នែកក្រោកទៅទាញកន្លឹះទ្វាររុញឲ្យរបើកដើម្បីដើរចុះទៅក្រោមមកដល់ដីចណ្ដើរជាន់ក្រោមក៏ឃើញថាដីរាងសើមស្អិតដោយសាររលឹមមិនទាន់ដាច់ក្រឡេកទៅឯបរិវេណជុំវិញក៏ងងឹតស្លុបឃើញតែពន្លឺខ្មៅស្ទង់មិនដឹងថាជាអ្វីខ្ញុំក៏ប្រាប់ឲ្យអាហ៊ីងចុចពិលបំភ្លឺប៉ុន្តែចង្រៃអីភ្លេចគិតថាពិលនឹងវាអស់ថ្មតាំងពីយូរយារណាមកហើយនៅសល់ឡាយតែពន្លឺអ៊ីវសឹងតែមើលមិនឃើញពី3ម៉ែត្រពីខ្លួនមិនបងឯបងអង្គយូពួកយើងក៏បានដើរទៅក្រោយផ្ទះភ្លាមដោយពុំមានពាក់ស្បែកជើងអ្វីទេព្រោះខ្លាចរអិលអុកគូដំណក់ទឹកភ្លៀងនៅតែបន្តស្រក់ទៅទឹកក្បាលនិងខ្លួនជោកក្នុងដំណើរលោបចោលភ្នែករំពៃមើលជុំវិញខ្លួនដោយនៅក្នុងដៃកំពុងកាន់ជាប់នៅកាំបិតយ៉ាងប្រុងប្រយ័ត្នអាហ៊ីដើររញីរញ័រតោងតែពីក្រោយខ្ញុំមិនហ៊ានអើក្បាលមកមុខឡើយយូខ្ញុំក៏ស្ដីឲ្យវាម្ដងថា
ដោយសារតែភ្លើងពិលដែលវាដាក់បញ្ចាំងផ្លូវងាករាចុះឡើងធ្វើឲ្យខ្ញុំឯនេះរកខតែនឹងចង់វិលមុខទៅហើយដើររៀបនឹងចង់ដល់ទ្រង់ទាក៏ប្រទះស្នាមឈាមជាច្រើននៅលើដីរួមទាំងថ្លើមកោះពូវៀនពូតាំងដាច់រត់រីពេញតែផ្លូវខ្ញុំក៏បានអោនឈ្ងោកមុខទៅមើលទើបដឹងច្បាស់ថាជាគ្រឿងក្នុងរបស់សត្វមាន់រំពេចនោះក៏ស្រាប់តែលាន់ឮសំឡេងសត្វទទះស្លាប់ហើភឹបលូតចុះមកក្បែរនឹងខ្លួនពួកយើងអាហ៊ីក្រវិះពិលតាមមើលក៏ឃើញមានមាន់មួយក្បាលកំពុងទៅទឹកស្លាប់ជោកនិងងាកក្បាលចុះឡើងព្រមដោយមានស្នាមឈាមនៅត្រង់កដូចជាមានអ្វីខាំមិនបានប៉ុន្មានក៏ស្រាប់តែមានមួយក្បាលទៀតបានលូតពីទីណាចុះមកវិសតែនឹងចំក្បាលរបស់ខ្ញុំមិនអស់ចិត្តខ្ញុំក៏យកពិលពីដៃអាហ៊ីមកងើយបំភ្លឺទៅខាងលើក៏ប្រទះមាន់របស់ខ្ញុំជាច្រើនបាននឹងនាំគ្នាទៅតោងទុំនៅលើដំបូលផ្ទះបង្គាបដើមដូងនិងដើមខ្នុរយ៉ាងចម្លែកខ្លាំងណាស់តើវាផ្អើលនឹងអ្វីមកកំពុងសម្លឹងទៅលើសម្លេងឆ្កែក៏ព្រុសឡើងសារជាថ្មីនៅក្បែរនឹងត្រចៀកដល់ពេលត្រឡប់ងាកមកវិញក៏ប្រទះឃើញវាបោលសម្ដៅចេញពីទ្រុងមាន់ទ្រុងទារត់បណ្ដើរងាកក្បាលទៅក្រោយព្រុសបណ្ដើរមិនយូរប៉ុន្មានយើងក៏បានដឹងច្បាស់នឹងភ្នែកនៅអ្វីដែលបាននឹងកំពុងដេញវាពីក្រោយវាគឺជាអាបដែលមានតែក្បាលសក់ខ្មៅវែងសំពីងសំពងត្រឹមកចុះក្រោមមានតែពូវៀនថ្លើមសួតព្យួរមកជាមួយសឹងតែមិនចង់ផុតពីដីនឹងមានភ្លើងពណ៌រៀងលឿងខ្ចីភ្លឺផ្លឹបផ្លែតកំពុងហោះសម្ដៅមករកពួកយើងដោយសំឡេងក្រហមដូចទៅនឹងសត្វពិតមិនមែនមនុស្សឡើយអាហ៊ីងស្រែកយំយកតែមែនតែនឯខ្ញុំភ័យពេកក៏បានយកកាំបិតដែលមាននៅនឹងដៃនោះគប់សម្ដៅទៅអាបនោះដោយមិនដឹងថាត្រូវឬខុសគ្រាន់តែឮសំឡេងវាស្រែកដូចមនុស្សត្រូវរបួសហើយធ្លាក់ចុះជ្រុះទៅនឹងកន្លែងឆ្លៀតឱកាសខ្ញុំក៏ចាប់ដៃអាហ៊ីងរត់សម្ដៅទៅផ្លូវធំបំណងដើម្បីទៅរកពុកម៉ែឲ្យជួយព្រោះបើសង្ឃឹមទៅអ្នកជិតខាងក៏មិនអាចឡើយក៏ព្រោះម៉ោងថ្មនេះគ្មានអ្នកណាហ៊ានចេញមកក្រៅផ្ទះទេរត់កាត់ដីចំការចេកអ្នកជិតខាងជាប់ក្បែរកន្លែងចាក់សម្រាមមិនដឹងថាជើងបានជន់ឬក៏មុតនឹងអ្វីខ្លះទេគ្រាន់តែដឹងថាឈឺខ្លាំងក៏ចេះតែប្រឹងរត់ស្មានទាំងមេឃងងឹតឈឹងហើយនេះក៏គុំតែបានពន្លឺលោកខែចាំងមកបំភ្លឺផ្លូវខ្លះទេកុំអីមិនដឹងថាទៅលាក់ខ្លួនពួនអាត្មាត្រង់កន្លែងណាឲ្យប្រកបរត់បានមកដូចជាឆ្ងាយដែរហើយក៏ឆ្លៀតងាកទៅក្រោយក៏ឃើញភ្លើងនោះកំពុងដេញពីក្រោយយើងយ៉ាងលឿនដូចផ្លេចបន្ទូលម្ដងនេះមិនដឹងជាទៅរំពឹងអីបើកំបិតក៏គ្មាននៅក្នុងដៃឯពិលក៏រៀបតែនឹងរត់លុតពន្លឺទៅហើយខ្ញុំហត់ដោយសារការរត់សឹងតែដកដង្ហើមមិនចង់ដល់គ្នារហូតទៅដល់ឃើញផ្លូវបំបែកចុងប្រេងម្ដុំរួងបុនក៏លាបទឹកមាត់ដោយគិតថានឹងមានមនុស្សនៅទីនោះចាំជួយគ្រាន់តែមកដល់ក៏ប្រទះឃើញតែរូងក្រែសម្រាមកំតិចកំទីប៉ុន្តែបាត់មនុស្សមិនដឹងជាទៅទីណាអស់ងាកទៅក្រោយក៏មិនឃើញអាបនោះតាមមកទៀតដែរទើបធ្វើឲ្យយើងឈប់នៅនឹងមួយកន្លែងនិងចាប់ផ្ដើមងាករកមើលក្រែងមាននរណានៅទីនេះកំពុងហត់ដូចចង់ស្ទះខ្យល់ម្ដងទន្ទឹមនោះអាហ៊ីក៏បានមកចាប់អង្រួនដៃខ្ញុំហើយចង្អុលទៅត្រង់ដើមអំពិលហើយក៏ឃើញកូនក្រែនៅរក្សាកន្លែងនោះដែរប៉ុន្តែតើអ្វីនៅក្នុងក្រណាត់សនោះគឺជាខ្មោចតាប៉ះកង់មែនទេហើយមិនបានជាគេទុកចោលមិនយកទៅបូជាអញ្ចឹងខ្ញុំលេបទឹកមាត់ជាច្រើនលើកច្រើនសារព្រោះតែវាខាស់កចង់ស្លាប់បាត់ម្ដងទៅហើយនៅឡើយមកជួបខ្មោចនៅមុខស្រស់អីចឹងទៀតមិនដឹងថាគួរទៅមុខឬក៏ទៅក្រោយទេពន្លឺលោកខែចាំងឆ្លោះកាត់ផ្លូវដីប្រឡាយឃើញទៅឆ្ងាយហាក់ដូចជាមានមនុស្សកំពុងតែដើរគ្មានជំរឿខ្ញុំក៏ប្រាប់អាហ៊ីឲ្យប្រថុយដើរទៅមើលក្រែងមាននរណាមិនទាន់ដេកហើយដើរកាត់ម្ដុំនោះគោលដៅគឺដើរទៅមុខប៉ុន្តែភ្នែកបែរទៅជារំពៃមើលឯក្រណាត់សដែលកំពុងគ្របសាកសពនោះទៅវិញទំនងជាមានភ្លៀងខ្យល់ខ្លាំងទើបមានស្លឹកនិងមែកអំពិលចាស់ខ្ចីជាច្រើនបានដាច់ធ្លាក់មកគោពីលើដើររៀបនឹងផុតទៅហើយ
អាហ៊ីក៏បានមកចាប់ដៃខ្ញុំអង្រួនម្ដងទៀតហើយងក់ក្បាលឲ្យខ្ញុំមើលទៅក្រណាត់សនោះដូចជាមានកម្រើកយើងក៏បានបញ្ឈប់ដំណើរភ្លាមភ្នែកសម្លឹងឥតមានព្រិចសូម្បីដង្ហើមក៏ប្រឹងទប់មិនចង់ទាំងហ៊ានដកដើម្បីតាមមើលឲ្យច្បាស់ជាក់ថាសាកសពនោះពិតជាកម្រើកមែនឬអត់អាហ៊ីចាប់ផ្ដើមយំខ្សឹបខ្សួលទៀតហើយពិតមិនមែនតែម្នាក់វាឡើយគឺថែមទាំងខ្ញុំម្នាក់នេះទៀតខ្មោចតាប៉ះកងក៏ស្រាប់តែក្រោកឈរចរងាងប៉ើងក្រណាត់សនោះចេញពីខ្លួនបង្ហាញរាងដកខ្មៅរោលដូចជាខ្មោចដែលដុតមិនសពងាកមុខសម្លឹងមកពួកយើងដោយក្របភ្នែកធំលៀនចេញមកក្រៅខ្លួនប្រាណក៏រលេះរលួយមានសុទ្ធតែដង្កើកំពុងដូចជាចង់ងើបដើរនិងលើកដៃពីរមកសម្ដៅពួកយើងអាហ៊ីវាស្លន់ស្លោរត់ចោលទៅមុនខ្ញុំបាត់រហូតទៅបុកបន្លាដំបងយក្សរយះដៃជើងសន្លប់បាត់មាត់ឈឹងនៅនឹងគល់របងឯខ្ញុំក៏រត់បែកផ្លូវពីវាទៅជន់បន្លារអិលចូលទៅក្នុងប្រឡាយត្រង់កន្លែងត្រីស្អុយប្រឡាក់កប់មួយកំណាត់ខ្លួនដកដង្ហើមលេងរួចបើកភ្នែកឡើងមកវិញហើយម៉ែនឹងពុកមកដល់ផ្ទះតាំងពីថ្មើរណាហើយខ្ញុំកំពុងរត់គេចពីខ្មោចនោះអីអាហ៊ីវាកំពុងអង្គុយកោសដងនៅក្បែរក៏បានងាកមុខមកសើចដាក់ខ្ញុំនិងនិយាយថាខ្មោចស្អីឯងដេកហៀទឹកមាត់មកមីមកមើលតតែថ្ងៃចាំងគូតទៅហើយនៅមិនទាន់ក្រោកទៀតងើបឲ្យលឿនមកជួយច្របាច់ខ្ទិះដូងប្រញាប់យកទៅឲ្យអ៊ំធ្វើនំខ្ញុំក្រោកអង្គុយទាំងមិនអស់ចិត្តសក់ក្បាលបាសកន្ទ្រើងដៃជើងខ្លួនប្រាណពូពេញទៅដោយញើសសឹងតែពូតយកទៅដាំទឹកផឹកបានអញ្ចឹងបានថាតាមពិតខ្ញុំចាញ់បោកយល់សពសោះ